បាទកុំប្រិយមិត្តទាំងអស់គ្នាសាជាថ្មីនៃពេលនេះយើងបន្តខ្សែរឿងអ្នកចម្បាំងឈាមនេះដែលជាភាគទី11ត្រូវបានចាប់ផ្ដើមនៅពេលនេះខ្សែរឿងគេក៏បានថយក្រោយមុននេះបន្តិចលីលីឆ្ងល់ថាតើឪពុករបស់គេមានអារម្មណ៍យ៉ាងម៉េចទៅបន្ទាប់ពីបានឃើញស្នូសានវេទមន្តដែលច្រើនបែបនេះតលិនគាត់ក៏សួរថាតើគេចង់ផ្ដល់វាទាំងអស់ទៅកាន់គ្រួសារមែនទេគេប្រាប់ថាមែនហើយព្រោះតែឪពុករបស់គេជាចំហរបស់គ្រួសារផងព្រមទាំងជាចំហរបស់ទីក្រុងវូសានមិនតែប៉ុណ្ណោះគាត់ត្រូវកាត់ពីថ្លៃសិក្សារបស់វត្តនទៀតអញ្ចឹងហើយការចំណាយរបស់គាត់ត្រូវការច្រើនណាស់បែបបានសួរថាចុះសាច់អាំងរបស់គេវិញនោះលីលីប្រាប់ថាចាំបាច់បារម្ភទេមិនខ្វះឡើយតើលិនគាត់ក៏បានគិតអំពីតម្លៃសរុបរបស់វាយ៉ាងហោចណាស់ក៏70,000និង80,000កាក់មាសដែរអញ្ចឹងហើយនៅពេលដែលឪពុករបស់គេបានឃើញគាត់ពិតជា happy នៃពេលនោះស្រាប់តែសម្រាប់ភូមិការប្រយុទ្ធក៏កើតឡើងនៅខាងមុខដូច្នេះហើយគេក៏បានទៅពិនិត្យមើលទៅឃើញថាសានវេទមន្តមួយក្បាលបន្តដេញតាមទៅកាន់ប្រាក់ដើមម្នាក់នោះបណ្ដាលឲ្យគេរត់ហេតុនេះកញ្ញាស្អាតឃើញចឹងនាងក៏ពិតជាបារម្ភមែនទែននាងក៏បានធ្វើការបញ្ចេញវេទមន្តដីនៅក្នុងការបង្កើតជាបន្លាទប់ស្កាត់ប៉ុន្តែមិនអាចធ្វើការទប់ស្កាត់វាបានឡើយចំណែកប្រាក់ដើមម្នាក់នោះបន្តពូននគរជើញតតាតែម្ដងនៅពេលនោះគេក៏បានកលេចទៅខាងក្រោយឃើញថាកញ្ញាស្អាតកំពុងតែស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ហៀបត្រូវបានសត្វចម្លៃវេទមន្តនឹងធ្វើបាបទៅហើយប៉ុន្តែនៅពេលនោះជាសំណាងដែលកំឡោះសង្ហាលិនលៃរបស់យើងមកតនបានតទៅកាន់វាមួយជើងចំកណ្ដាលមុខហើយក៏បន្តហក់ឡើងទៅលើនៅក្នុងការទម្លាក់មកវិញប្រើនៅកំបិតចាក់ទៅកាន់វាជាហេតុធ្វើវាត្រូវបានស្លាប់នៅពេលហ្នឹងតែក្រោយពីកម្ចាត់សត្វវេទមន្តងាប់ហើយបន្តក្រោយឡើងជឿឈាមសម្លឹងមើលទៅកាន់ស្រីស្អាតចូលមកខាងក្រោមសួរសុខទុក្ខខណៈពេលនោះសត្វចម្លៃឃើញថាវាមិនទាន់ងាប់នោះទេវាបានធ្វើការបាញ់ភ្លើងមកខាងក្រោយដូច្នេះលីលីក៏ចាប់ផ្ដើមអោសដៃកញ្ញានឹងកិច្ចចេញអំពីភ្លើងក្រោយពីកិច្ចហើយក៏បន្តប្រើវេទមន្តដីបង្កើតជាបន្លានៅក្នុងការចាក់ទៅកាន់វាងាប់សារជាថ្មីអ្នកនៅក្នុងហេតុការណ៍នឹងឃើញអញ្ចឹងក៏មានការភ្ញាក់ផ្អើលហើយចំណាយប្រាដើមនឹងបន្តពួនមើលទៅកាន់កញ្ញាម្នាក់ហ្នឹងនាងហាក់ដូចជាចាំបារម្ភទៅលើលីលីបែបនេះគេបានត្រាំទៅខាងមាត់សង្កត់ចិត្តរួចហើយក៏បានចេញមកហៅទៅកាន់លីលីឲ្យឈប់បន្តិចណែនាំខ្លួនគេមានឈ្មោះថាខាឡានជាកូនប្រុសច្បងនៃគ្រួសារទៅពូហើយក៏បានអរគុណនៅជំនួយរបស់លីលីព្រមទាំងសួរឈ្មោះរបស់គេផងដែរលីលីក៏ប្រាប់ទៅថាលីលីហើយក៏បន្តចាកចេញគេក៏បានសួរថាតើពួកយើងអាចរួមដំណើរចាកចេញទៅជាមួយនឹងគ្នាបានដែរទេលីលីមិនមកក៏អ្វីនោះទេបន្តដើរចេញនៅពេលនោះកញ្ញាស្អាតក៏បន្តរត់ទៅតាមខាឡានឃើញចឹងក៏បានហៅថាអៃលីស៊ឺបន្តហៅលីលីឲ្យឈប់សិនបង្ហាញនៅការគួសមដោយការគ្រប់លីលីប្រាប់ថាមិនអីទេបន្តដំណើរទៅលីចឹងហើយនាងក៏ងាកមកក្រោយធ្វើដៃអូខេហើយពួកគេទាំង3ក៏បន្តដំណើរទៅតាមក្រោយកាត់មកនៅពេលយប់ឡើងពួកគេកំពុងតែអង្គុយមុខភ្លើងអៃលីស៊ឺបន្តមើលទៅកាន់លីលីឃើញគេកំពុងតែដេកអោបពស់កំសត់ម្នាក់ឯងអញ្ចឹងហើយនាងក៏បានងើបកាន់ភួយមួយយកទៅឲ្យលីលីលេសូសម្រាប់ជាងគេហាក់ដូចជាបង្កើនការប្រុងប្រយ័ត្នបន្ទាប់ពីទៅដល់ហើយនាងក៏យកភួយទៅដាប់ឲ្យគេហើយក៏បន្តដើរចាកចេញទៅបាត់តែលីលីទទួលបានបែបហ្នឹងគេក៏ញញឹមបន្តិចដល់ពេលព្រឹកឡើងពួកគេក៏បន្តដំណើរអៃឌីសឺបន្តនិយាយទៅកាន់លីលីវិធីសាស្ត្រវេទមន្តដីដែលគេបានធ្វើការបង្ហាត់នាងក៏នឹងព្យាយាមវឹកហាត់ឲ្យបានល្អលីលីប្រាប់ថាមិនមែនហើយខំប្រឹងវឹកហាត់ឲ្យល្អទេពកសលរបស់នាងពិតជាល្អមែនទែនខ្ញុំលេសូពួកគេនិយាយថានាងក៏ជាសេះទេពកសលលេខ1នៅក្នុងសាលាវេទមន្តវៃលិននាងបន្តថាសាលាវៃលិនពិតជានៅក្រោយសាលាអិនស៊ីធើមួយជំហានមែនពួកយើងគឺអាយុប្រហែលនឹងគ្នាទេប៉ុន្តែខ្ញុំទៅតែបំបីចូលទៅកាន់ level 4តែប៉ុណ្ណោះប៉ុន្តែបងប្រុសវិញឈានដល់ level 5ទៅហើយកញ្ញានៅខាងក្រៅក៏សួរប្រាដឺថាមិនសមគ្នាអត់គេក៏បានប្រាប់ថាកុំមាត់ហើយខាឡានគេហាក់ដូចជាអន់ចិត្តបន្តិចអញ្ចឹងបន្តពីដើរចល័ងនៅខាងមុខស្រាប់តែគេជាវាផ្កាពណ៌ស្វាយនាងក៏បានហៅទៅកាន់លីលីឲ្យមកខាងមុខទៅមើលទៅស្អាតណាស់ជាមួយក្លិនរបស់វាក៏ពិតជាអស្ចារ្យនៅពេលយើងមើលទៅឃើញថាស្អាតមែនតាដែលហើយពួកគេក៏បានចុះតែមើលទៅកាន់អៃលីសានាងហាក់ដូចជាសប្បាយចិត្តមែនទែនបន្ទាប់ពីបានឃើញទស្សនវិជ្ជាមួយនេះនាងបន្តបញ្ចេញជាមួយកាយវិការល្វត់ល្វន់រែរាំតាមខ្យល់ដែលបានបក់បោកនៅសតផ្កាទាំងអស់នេះលីលីគេក៏បានឆ្ងល់ថាតើវាគឺជាផ្កាអ្វីទៅនាងប្រាប់ថាផ្កានេះមានឈ្មោះដូចជាខ្ញុំវាត្រូវបានគេហៅថាផ្កាអៃលីសានិយាយទៅឈ្មោះនឹងបើចិនគេហៅថាអៃលីសាប៉ុន្តែបើសាប់អ៊ីងគ្លេសគេហៅថាអាលីលីលីបន្តផ្លឹកផ្លាំងជាមួយនឹងការគិតថាតើខ្ញុំពិតជាមិនបានកត់សម្គាល់នៅតាមផ្លូវចូលទេមែនទេថានៅទីនេះពិតជាមានសមុទ្រផ្កាដ៏ធំល្វឹងល្វើយតែលិនគាត់ក៏និយាយថាមនុស្សដែលនៅក្បែរគ្នាម្នាក់មិនដូចគ្នានោះទេដូច្នេះហើយអ្វីដែលពួកគេក៏សម្គាល់ក៏មិនដូចគ្នាផងដែរតែសម័យក្រោយមកពួកគេក៏បានមកដល់ក្រុងខាឡានជាតាទី2របស់គេក៏បានមកទទួលដោយផ្ទាល់នាំឲ្យគេមានការឆ្ងល់មែនទែនហើយនៅពេលនោះគាត់ក៏បានឲ្យប្រុសម្នាក់កាន់កាក់មាសចុះតែជាមួយនឹងការនិយាយថាយុវជនក្មេងអរគុណហើយដែលបានមកជួយពួកយើងកាក់មាស100នេះទោះបីជាមិនច្រើនប៉ុន្តែជាទឹកចិត្តបន្តិចបន្តួចរបស់តកូលទេពូសង្ឃឹមថាទទួលយកមិនប្រកាន់នោះទេនៅកន្លែងពេលនោះមានប្រុសម្នាក់ក៏បានទៅសារថាគ្រូសាទៅពូពិតជាដៃតលីមែនហើយគាត់ក៏បានធ្វើការពិជាតគេឯងចូលមកកាន់ទីនេះបន្តទៅសារថាពិតជាគ្រូសាកម្ពុជាមួយនៅក្នុងទីក្រុងវ៉ាន់ឡៃនេះមែនហើយក៏បន្តមើលទៅកាន់កាក់មាសទាំងអស់នោះទាំង happy លីលីមុននឹងចាក់ចេញក៏និយាយថាគ្រាន់តែជារឿងតូចតាចតែប៉ុណ្ណោះមិនចាំបាច់គិតច្រើនទេខណៈពេលនោះលពូនោះក៏បន្តចាប់អារម្មណ៍នៅរទេះដល់ប៉និតមួយសរសើរថាបុគ្គលស្រីរបស់គាត់អាលីបានរៀបការជាមួយនឹងគ្រូសាម្នាក់មិនដឹងជាអនាគតរបស់នាងភ្លឺស្វាងប៉ុណ្ណានោះទេ
លើបែបហ្នឹងនាងក៏បានហៅថាលោកពុកតោះទៅវិញរួចក៏បានលាទៅកាន់ខាឡានគេប្រាប់ថាទៅចោះម្នៃទេចាំឲ្យគេជូនទៅក្រៃពីនាងបានជីរតែសេះទៅបាត់ទៅជីតាទី2បន្តហៅខាឡានឲ្យឡើងមកខាងលើនៅតាមផ្លូវខណៈដែលលីនលីបន្តដើរម្នាក់ឯងរតែសេះក៏បានបើកមកពីក្រោយមកដល់ចិត្តលីនលីហើយក៏បាននិយាយប្រាប់ទៅកាន់អាលីថាពុកសូមប្រាប់ឲ្យនៅឆ្ងាយពីជនម្នាក់នេះទេឯងគឺជាមនុស្សស្រីដែលខាឡានពេញចិត្តហើយបើប្រៀបជាមួយនឹងជនសម្រាមម្នាក់នោះដូចជានៅក្នុងពិភពផ្សេងគ្នាអញ្ចឹងលីនលីបន្តពេលលីហើយមិនខ្វល់នោះទេបន្តដើររហូតមកដល់ទីតាំងទីប្រជុំជនគេក៏និយាយទៅកាន់តើលីនថាពិភពលោកនេះក៏ពិតជាស្មុគស្មាញណាស់ព្រោះតែនៅក្នុងជួរភ្នំសាទវេទមន្តដែលសារតែការរស់រានមានជីវិតអ្នកដែលខ្លាំងខូខើចំពោះអ្នកខ្សោយហើយបន្តពីការសាកល្បងនេះគេក៏បានរកឃើញថាទីក្រុងប៉ុនឡៃមើលទៅហាក់ដូចជាមានសន្តិភាពប៉ុន្តែយ៉ាងណាក៏ដោយភាពពុតបុតនៅតែមានការលាក់បាំងព្រមជាមួយនឹងភាពបង្ងើយកន្តើយនៅក្នុងសង្គមដែលត្រូវបានបែងចែកដូចជាខ្ពស់និងទាបថ្លៃថ្នូរព្រមជាមួយសាមញ្ញជាមួយនឹងការបែងចែកឋានៈខ្លះវាពិតជាខូខើជាងដែលជួបភ្នំសាទវេទមន្តទៀតដូចជាអ្វីដែលយើងបានឃើញថាដើមមិនមើលអ្នកដែលបរទេសសេះប្រកាសជាបុកហើយលេលីក៏បន្ថែមទៀតថាបើសិនជាយើងមិនខំប្រឹងទេនោះយើងប្រកាសជាត្រូវបានគេមើលរំលងគាត់ក៏សួរថាយ៉ាងម៉េចតើខ្លាយការប្រកួតប្រជែងនោះមែនទេគេប្រាប់ថាមកខ្លាយអ្វីទាំងអស់គោលដៅរបស់គេត្រូវការស្ដារគ្រួសារប៉ាលូខើរបស់គេឡើងវិញឲ្យខ្លាយទៅជាគ្រួសារដែលមានអំណាចពិតប្រាកដគ្មានការលំបាកណាមួយនៅក្នុងលោកនេះដែលអាចប្រៀបធៀបទៅនឹងរឿងនោះទេជាបន្តគេក៏បានមកឃើញជាមួយនឹងទេលីយ៉ាកំពុងទៅដើរជាមួយនឹងកើបន្តពីឃើញលីលីក៏មានអារម្មណ៍ថារំភើបហើយក៏មកចិត្តនិយាយថានាទីបំផុតលោកមកវិញហើយចុះតើការសាកល្បងយ៉ាងម៉េចទៅហើយគេប្រាប់ថាការបញ្ចប់ដោយរលូននៅកណ្ដាលពេលនោះបងប្រុសនាងក៏មកចិត្តលីលីប្រាប់ថាសូមអបអរសាទរដែលការសាកល្បងរបស់ឯងបញ្ចប់ដោយជោគជ័យនិយាយប៉ុណ្ណឹងហើយក៏បានដើរចេញទៅលីយ៉ានាងក៏បានលាទៅកាន់លីលីដូចគ្នាខណៈពេលលីលីមើលដំណើរអ្នកទាំងពីរនាងក៏បានងាកមកងក់ក្បាលជាសញ្ញាទៅឲ្យលីលីដោយបន្តមកលីលីគេក៏បានមកដល់ថ្នាក់របស់គេយេលូក៏និយាយថានេះគឺជាលិខិតរបស់សាលភូលូសឺនៅពេលលីលីបានទទួលយកទៅមើលស្រាប់តែពួកគេបានអបអរសាទរដែលលីលីមានបន្ទប់តាំងពីពណ៌ផ្ទាល់ខ្លួនរួចហើយពួកគេក៏បន្តឈាដើម្បីអបអរសាទរបន្ថែមដែលការសិក្សារបស់ពួកគេទទួលបានលទ្ធផលល្អនិងព្រមទាំងដល់ពេលជប់សម្រាប់ទៅផ្ទះផងដែរនៅពេលយប់ឡើងលីលីបន្តដើរស្រាប់តែមានសតរផ្កាបានធ្លាក់ចុះមកពីពេញផ្លូវតែម្ដងលីលីបានចាប់កាន់មើលស្រាប់តែកលេចមើលទៅលើក៏បានឃើញនៅកញ្ញាអាលីសនៅជាន់លើនាងក៏សួរថាមិនបានជាមនុស្សក្នុងសាលាអានបែរជាម្ដាយនៅក្នុងទីក្រុងហ្វុនឡៃទៅវិញគេប្រាប់ថាវាគឺជាអាការជប់សម្រាប់អញ្ចឹងហើយគេក៏បានឆ្លៀតយករូបចម្លាក់ថ្មីទៅកាន់សាលភូលីសឺនាងក៏ភ្ញាក់ផ្អើលសួរថាតើគេក៏ជាជាងចម្លាក់ដែរមែនទេគេប្រាប់ថាមែនហើយនៅពេលនេះគេមានការប្រញាប់គ្រួសាររបស់គេនៅចាំនិយាយទៅប៉ុណ្ណឹងហើយគេក៏បានដើរចេញទៅនាងហាក់ដូចជាមិនអស់អាឡ័យសោះក៏នៅតែបន្តហៅទៅកាន់លីលីឲ្យឈប់សិនហើយសួរថានៅពេលខាងមុខទៅគេមកវិញទេគេក៏បានងក់ក្បាលជាសញ្ញាហើយក៏បន្តដើរចេញនាងបន្តមើលដំណើររបស់គេពីក្រោយនៅពេលនោះឪពុករបស់នាងក៏បន្តស្រែកហៅអៃលីសឺនាងក៏ភ្ញាក់បន្តិចហើយក៏បន្តគិតថាបងប្រុសលីលីដែលពេលខ្ញុំនៅក្បែរលោកខ្ញុំមានអារម្មណ៍ថាសុខសប្បាយនិងសុវត្ថិភាពមែនទែននៅពេលឪពុករបស់នាងបន្តស្រែកហៅអៃលីសឺនាងប្រាប់ថាទៅឲ្យលោកពុកជាបន្តយ៉ាងកាត់ទៅមើលឪពុកលីលីនៅខណៈដែលគាត់កំពុងតែកត់ត្រាក្នុងសៀវភៅលោកពូស៊ីអេមែនគាត់ក៏បានស្រែកច្រឡំក៏មកពីខាងក្រៅតំណែងពីពេញនឹងឯងគឺជាការអស់ដៃរបស់លីលីនឹងឯងលីលីមកដល់ហើយក៏គោរពទៅកាន់លោកពុកឃើញវត្តមានរបស់កូនប្រុសគាត់ហាក់ដូចជាសប្បាយចិត្តរួចក៏បានងើបឡើងផលិតបច្ច័យមើលហើយយ៉ានេះពេលនេះកម្ពស់ប៉ុនយើងទៅហើយលីលីមិនបង្អង់យូរចាប់ផ្ដើមឲ្យឪពុករបស់គេមើលនៅស្នូវេទមន្តគេក៏បន្តប្រាប់ថាបើលក់ទៅប្រហែលជាបានតម្លៃ 50,000 កាក់មាសគាត់ក៏បន្តបារម្ភតើឯងបានទៅជួបភ្នំសាទវេទមន្តមែនទេតែមានរបួសត្រង់ណាធ្ងន់ធ្ងរដែរទេនៅពេលដែលឃើញរបួសដៃគាត់ក៏បានប្រាប់ថាឆាប់ដោះអាវរបស់ឯងចាញ់ភ្លាមគាត់ក៏បានប្រាប់ទាំងបង្ខំតែម្ដងបន្ទាប់ពីដោះហើយគាត់ក៏បានឃើញស្នាក់ស្នាមហើយក៏និយាយតិចៗថាលីលីតើឯងបានធ្វើអ្វីខ្លះទៅបន្តពីឆ្លងកាត់ទីនោះរួចក៏បន្តក្តាប់ដៃប្រាប់ថាទៅសម្រាប់ទៅមួយឥឡូវក្រោយមកពួកគេក៏បានញ៉ាំអាហារជុំគ្នាលីលីបានធ្វើកម្មបញ្ចុងនំប៉័ងទៅកាន់ប៉ៃឪពុករបស់គេបន្តស្រឡឹងមើលទៅកាន់កូនប្រុសមិនដកភ្នែកទេនៅពេលកូនងាកមកគាត់ក៏បន្តញ៉ាំធម្មតានៅពេលយប់ជ្រៅបន្តិចគាត់ក៏បន្តមកស្រឡឹងមើលរូបថតប្រពន្ធរបស់គាត់នៅក្នុងចិត្តរបស់គាត់ពោពេញទៅដោយការសោកសៅនៅពេលនេះស៊ីអឺមែនគាត់ក៏និយាយថាលោកម្ចាស់ហូកើលោកក៏បានស៊ើបអង្កេតអស់ពេលជាង13ឆ្នាំមកហើយតើនៅតែបន្តស៊ើបទៀតឬក៏យ៉ាងម៉េចទេគាត់ក៏បន្តគិតសម័យនៅអតីតកាលកាលនោះវត្តតទៅកាន់នៃជាទីរួចនៅឡើយស្រាប់តែមានការវាយប្រហារចូលទៅក្នុងផ្ទះរបស់គាត់មើលទៅកាន់សមាជិកពួកវាច្រើនមែនទែនឃើញបែបនេះគាត់ក៏បានប្រាប់ប្រពន្ធរបស់គាត់ឲ្យរត់ទៅនៃពេលនោះគ្នារបស់វាម្នាក់បានចាក់ទៅកាន់នាងជាហេតុធ្វើនាងត្រូវបានធ្លាក់មកខាងក្រោមគាត់ក៏បន្តចុះមកតាមជាមួយនឹងការស្រ័យថាលីណាប៉ុន្តែមិនបានសម្រេចនោះទេត្រូវបានពួកវាទប់ស្កាត់នាងព្រមជាមួយវត្តតក៏ត្រូវបានធ្លាក់ទឹកទៅក្រោយពីនោះមកគាត់ក៏បន្តបីវត្តតនៅមាត់ទឹកហើយបន្តពីបញ្ចប់នៅការសម័យ
TMN គាត់ក៏និយាយថានោះគឺជាអតីតកាលនៃពេលនេះលេងលៃព្រមជាមួយវ៉ាតនអ្នកទាំងពីរពេលជាមួយសមត្ថភាពហើយពួកគេក៏ជាអនាគតរបស់តកូប៉ាលូខឺអញ្ចឹងហើយលោកគូតែតន្ទឹងរង់ចាំគាត់ក៏បន្តសលឹងមើលទៅកាន់កណាត់ដែលមាននិមិត្តសញ្ញាប្រឡាក់ទៅដោយឈាមធ្វើការកណ្ដាប់ពីហើយកពល់ថាតន្ទឹងរង់ចាំមែនទេតើខ្ញុំអាចតន្ទឹងរង់ចាំបានដែរទេហ្នឹងហើយប្រិយមិត្តទាំងអស់គ្នាអេពីសូតរបស់យើងក៏មានតែប៉ុណ្្នឹងឯងកុំភ្លេចជួយឲ្យមេដៃព្រមជាមួយនឹងការខមមិននៅខាងក្រោមវីដេអូការកំសាន្តម្នាក់មួយផងជាចុងក្រោយក៏សូមអរគុណសម្រាប់ការគាំទ្រនិងការទស្សនាវីដេអូផ្ដាំដែលចប់អធិស្ឋានរហូតដល់កំហុសឆ្គងពីសំណាក់ពេលនេះអេដមីនមេប៉ាក់លុយមួនក៏សូមអរគុណសម្រាប់សួរបាយបាយ